របៀបបដូរពណ៌ active status នៅលើ Messenger ដែលមានគ្នាយើងគាត់បានសួរខ្ញុំនៅក្នុង TikTok ជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំស្មីថ្ងៃនេះវីដេអូមួយនេះគឺមកចង់ណែនាំតាក់ទងជាមួយនឹងការដូរពណ៌នៅលើ Messenger ប៉ុន្តែតាក់ទងជាមួយការដូរពណ៌នេះគឺទូរស័ព្ទខ្លះ support ហើយទូរស័ព្ទខ្លះទៀតគឺអត់ support ទេប៉ុន្តែទូរស័ព្ទដែល support គឺខ្ញុំប្រើប្រាស់នៅលើទូរស័ព្ទដៃ Xiaomi 15មួយនេះដែលទើបតែចេញក្តៅហុយទេគឺល្អមែនតើតាក់ទងជាមួយទូរស័ព្ទមួយនេះចំពោះរូបរាងរបស់វាវិញគឺ slim តែម្ដងតន់តនើបគឺអែមខ្លាំងហើយសំខាន់គឺកាមេរ៉ា4គ្រាប់នេះកាមេរ៉ា4គ្រាប់នេះគឺស្អាតហើយមានសមត្ថភាពខ្លាំងទៀតគឺអាចថតបាន 4K 60 frame ទាំង4គ្រាប់ទាំង lens wide ទាំង lens ចង្អៀតទាំង lens focus គឺថតបាន 4K 60 frame ទាំងអស់អាហ្នឹងសម្រាប់វីដេអូគឺលយខ្លាំងមែនតើហើយមានមុខងារមួយទៀតគឺតាក់ទងជាមួយមុខងារថតលឿនហ្នឹងគឺថតលឿនខ្លាំងហ្មងគឺរហូតដល់ 0.6 វិនាទីដូចជាសម្រាប់គេហៅថា street photography ដែលថតលឿនណាថតឲ្យយើងថតឡានកំពុងរត់ថតបាច់ជាប់អញ្ចឹងណាឧទាហរណ៍យើងកំពុងលោតទឹកលោតពីលើច្រាំងទៅលើទឹកគឺយើងថតទៅឃើញសកម្មភាពយើងនៅលើទឹកអីចឹងទៅគឺវាលយមែនតើឥឡូវនេះគឺយើងមកចូលប្រធានបទរបស់យើងវិញកុំនិយាយទៅបែកស្ទឹងហូរឆ្ងាយពេកអញ្ចឹងបងប្អូនគ្រាន់ចូលមក Messenger របស់បងប្អូនមកអូខេអញ្ចឹងដើម្បីបដូរបានបងប្អូនគ្រាន់ចូលមកសញ្ញាត្រី3ខាងលើនេះបន្ទាប់មកបងប្អូនចុចទៅលើ setting តើបងប្អូនអ៊ំមកក្រោមមករកពាក្យមួយនេះអូខេចុចលើមួយនឹងមកបន្ទាប់មកបងប្អូននឹងឃើញលើ color filter ចុចថងនឹងមួយមកបន្ទាប់មកវាមាន color 3ឲ្យបងប្អូនជ្រើសរើសវាមាន blue red green អញ្ចឹងបងប្អូនអាចយកមួយណាក៏បានដែរឃើញ color នេះញ៉េ blue red អូខេវាខុសគ្នាតិចតួចអញ្ចឹងเราយកពណ៌មួយនេះចុះអូខេអញ្ចឹងបងប្អូន back វិញមក back ទៀតមកអូខេបងប្អូនឃើញពណ៌វីដេអូអត់ yes ឃើញពណ៌វីដេអូអត់មិញយើងឃើញពណ៌ខៀវទេមិញចេញពណ៌ខៀវឯងឥឡូវវាចេញពណ៌នឹងម្ដងឧទាហរណ៍ឥឡូវខ្ញុំចូលបិទវិញអញ្ចឹងចូលបិទវិញគាត់ចូលមកហ្នឹងមកអាហ្នឹងដែរហើយយើងយកពី on ហ្នឹងយកនេះមក color ដូចដើមវិញហើយអូខេឃើញ color ដូចដើមហ៎អញ្ចឹងបងប្អូនចង់បានពណ៌មួយណាក៏បានដែរស្រេចចិត្តបងប្អូនអញ្ចឹងខ្ញុំយកពណ៌ហ្នឹងមកអូខេយកពណ៌នេះអូខេចឹងសូមបញ្ជាក់តិចតើតើជាមួយនឹង active status មួយនេះគឺវាដោយប្រភេទទូរស័ព្ទខ្លះទេទូរស័ព្ទខ្លះប្រើបានទូរស័ព្ទខ្លះប្រើបានហើយចំពោះខ្ញុំគឺខ្ញុំប្រើលើទូរស័ព្ទ Xiaomi 15មួយនេះគឺអាចដូរបានយ៉ាពណ៌តាមនេះគឺលយមែនតើអញ្ចឹងយើងធុញពណ៌មួយណាគឺយើងអាចដាក់ដូរពណ៌មួយហ្នឹងទៅឥឡូវនេះខ្ញុំមកសុំមកនិយាយ detail តើតើជាមួយនឹង Xiaomi 15មួយនេះដែលនៅក្នុងដៃរបស់ខ្ញុំកំពុងតែកាន់ឥឡូវបងប្អូនសាកមកមើលអេក្រង់វិញដែលមានកម្រិតពន្លឺរហូតដល់ 3200 nits ដែលយើងយកទៅលេង game មើល Facebook និយាយថាគឺ smooth ខ្លាំងតែម្ដងចំពោះទូរស័ព្ទមួយនេះមួយវិញទៀតសម្រាប់បងប្អូនដែលចូលចិត្តលេងទូរស័ព្ទច្រើនម៉ោងឬក៏យកទូរស័ព្ទទៅកាត់តវីដេអូឬក៏ទៅដើរលេងឆ្ងាយបងប្អូនមានតែ Xiaomi 15មួយនេះមិនខ្វះរូបផុសតែម្ដងគឺថ្មម៉ែអាកាន់ហើយដែលមានទំហំរហូតទៅដល់ 5240 មីលីអាំពែដែលភ្ជាប់មកជាមួយនឹងកម្លាំងសាករហូតដល់90វ៉ាត់ហើយនឹងសាកអត់ខ្សែរហូតដល់50វ៉ាត់ផងដែរសម្រាប់បងប្អូនដែលកំពុងស្វែងរកទូរស័ព្ទថ្មីកុំភ្លេចពិចារណាជាមួយនឹង Xiaomi 15មួយនេះដែលទើបតែចេញថ្មីក្តៅហុយតែម្ដងហើយចំពោះរូបរាងគឺអែមខ្លាំងហ៎បាទសម្រាប់បងប្អូនណាដែលចូលចិត្តវិច័យវិទ្យាទាក់ទងជាមួយនឹង AI Xiaomi 15មួយនេះគឺអត់ខ្វះ AI ប្រើទេគឺ AI របស់វាគឺ Mark Plus បងប្អូនអាចយកទៅមើលទៅយើងសាកប្រើទៅបាទគឺច្រើនមែនទែនជំនួយរបស់យើងអញ្ចឹងវីដេអូមួយនេះគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាបងប្អូនចូលចិត្តវីដេអូមួយនេះកុំភ្លេច follow and share វីដេអូមួយនេះ